nhằm hai xôm nang nhẹ tren tiệt vì món ăn tay trái nhằm tren nó ăn mong việc nàng việc sro tay lao mà to cầm phô hay nhẹ lụa mà to cái này nè có lụa vì trâu hay có trẻ của họ có thắt năng ở xuôi men năng men style lịch du lịch thực tập nhẹ lụa mà má ơi còn nhà tàu xiêm điệp đi 7 kgទៀត ngon mà em mong nhắm thôi ăn ăn đây con không ta chăng liền rèn liền tì che dục lang liền tì ở lại mau tì che ôi cái đam là nè đam bạc con tì che này chè liền rai nhầm bài hai ấy liền tì che điện nhầm tì pén trong bông bò na trong romantic liền rai ấy mau bàn tì cha miên bò nè tập ấp liền hay nhầm đáp xa cầm pô thà mô cầm pông chóc tinh mà hồ một đáp xa cầm pô thà cầm pông tinh mà hồ nếp xa cầm pô lành cái lúc rừng sầm một ê cho con mày ấy nó khi tay của chúng cái này chỉ là gì nó khi tay của chúng cái này có món đắng chạy nghe bà anh con mày trên na cappuccino ăn bằng mẹ tập ăn con trong tiệc bàn sừng tay crush ma mùi nè mình bằng mặt hot Americano nét bát này là mình thiệt của anh rồi tụi mình xem đâu alo rồi mà nói tiệt đôi số ăn trăm số ăn tao ăn cân tao đang lên cầm bông rau cà rong tao mình cà mấy đâu nắm cây mà này ấy nhưng mà hiền ít mua gì đi hay năng mình mà thì tao ăn kho tao này kho tao bình ô mà làm ta ôi từ hụng nhủ tao ăn bánh xua mà ai tay ខាញ់បុកលហុងស្រាយយវ័យរសាតារោបកចៃបានយ៉ាងនេះដាក់កសាំងសាមើបងប្អូនទៅពេលបុកដាក់កសាំងទៅមានអីប្លែករបស់គេមែនតាហើយយើងប្រើត្រីឆ្អើស្លឹកកសៃរដោយើងប្រើត្រីឆ្អើតែឯងត្រីឆ្អើរស់អីចឹងណាតែថ្ងៃហ្នឹងសាកត្រីឆ្អើស្លឹកកសៃទៀតនេះរត់តែប្លែកបុកលហុងស្រាយធ្វើមហាសែនស្រួលហើយដាក់តែប្រហុកឆៅក៏បានឬមួយមានទឹកប្រហុកចេះដាក់ទឹកហុកបងប្អូនម៉ាលីស្ករលីអីទឹកហុកខុននេះដាក់មកมันល្មមឆ្ងាញ់ហ្មងធ្វើអញ្ចឹងញ៉ាំមួយបាយក៏បានដែរហើយញ៉ាំលេងក៏បានមកច្បល់ចូលគ្រឿងចេះមកនេះអូយតំណងខ្លាំងឈ្ងុយកសាំងស្រស់ខ្ចីខ្ចី
នឹងជាតិហ្មងបើយើងប្រើកាសាំងខ្ចីរៀងល្អប្រើកាសាំងចាស់បន្តិចបូករៀងបាយក្របទៅអត់ល្អទេមកឆ្ងាញ់មានគ្រឿងខុននៅផ្ទះបងប្អូនងាយស្រួលធ្វើម្ហូបមែនតើចំបុកល្ហុងញោមភ្លាឆាម្ហូបរបស់កោះញ៉ាំស្រាប់ក៏មានយកឥឡូវក៏យើងមានកម្មវិធីថែមពិសេសហ្មងបងមានថែមបងប្អូនឆាចូលពេកបងប្អូនទាំងគ្នាតែឃើញខ្ញុំបុកល្ហុងនេះឆ្ងល់នឹងត្បាល់ទិញនៅណាបានធំល្អម៉េះមិនតែត្បាល់ទេទាំងជ្រុញទាំងប្រដាប់បណ្ណាឈើអញ្ចឹងប្រភេទឈើម៉ៃសាក់នេះគេមានចការដាំសម្រាប់ផលិតប្រភេទសម្ភារៈផ្ទះបាយដូចជាជ្រុញឬមួយក៏តុបតែងផ្ទះគាត់មានដែរយើងប្រើប្រាស់ដូចជាជ្រុញយើងកាប់កញ្ច្រាមរងថ្ងៃនឹងបងប្អូនអត់ប៉ះពាល់ដល់សុខភាពយើងទេសុទ្ធតែជាឈើធម្មជាតិចឹងល្អប្រើអត់មានលាបថ្នាំលាបអីធ្វើឲ្យឡើងពណ៌ស្អាតទេបងប្អូនធម្មជាតិសុទ្ធហ្មងបងប្អូនមានចំណាប់អារម្មណ៍ចង់បានចឹងអាចតាក់ទងទៅเพจរបស់គាត់ផ្ទាល់បានเพจរបស់គាត់ឈ្មោះ Vithi Cambodia ក្នុងស្រែរបស់យើងមានត្រីឆ្អើត្រីសុកស័យហើយអត់មានបញ្ជូ7ទេខែនេះដាក់បញ្ជូកសាំងចំនួនកសាំងខ្ចីបុកទៅបាយទាំងក្របហ្មងហើយបន្លែមើលទៅនៅតំណងនេះទៅមានតែគ្រឿងខុននៅផ្ទះចង់ធ្វើមុខអីញ៉ាំក៏បានដែរមិនថាបុកល្ហុងញោមភ្លាឆាសាច់ឆាបន្លែកូនភ្នំសាច់អាំងបានទាំងអស់ស្រួលមែនតើអូបងប្អូនយកឥឡូវយើងមានថែមទឹកត្រីបុកពិសេសឲ្យមួយចាំយកឲ្យមើលចាំតិចមកយកអស់30ថែមទឹកត្រីបុកឲ្យមួយបើបងប្អូនអត់ចង់បានទឹកត្រីបុកទេយកអំបិលម្រេចលីងពិសេសនេះក៏បានដែរថែមបានដូចគ្នាពីនេះយកមួយណាក៏បានចាំបានឆាទឹកខេកណាងាយណាបានប្តីបូដាលេងអញ្ចឹងងាយដឹងរៀបចំបាយទឹកជូនម៉ាក់ហើយនៅប៉ាភាសាទុកឲ្យហើយធ្វើស្ងោរជ្រូកមាន់បែបបាត់ដំបងជក់ជាតិជក់មាត់ឆ្ងាញ់មែនតើស្ងោរជ្រូកមាន់នេះគឺស្ងោររបៀបតចំនួនហ្មងប៉ាតែងតែប្រាប់រហូតថាមិនថាស្លប្រហើរឬមួយក៏ស្ងោរជ្រូកទេកុំប្រើគល់លក្រីប្រើស្លឹកគ្រៃស្រស់អញ្ចឹងគេធ្វើឲ្យសម្លរបស់យើងកាន់តែឈ្ងុយហ្មងនៅពេលដែលស្លតាមគាត់ប្រាប់ទៅឆ្ងាញ់ណាស់បងប្អូនស្លរបស់យើងឈ្ងុយមែនចៃដន្យអីប្រកមិញទៅផ្សារឃើញមាន់ខ្មែរឡើងល្អទៀតមានកសោពោមានអីគេមកមួយឆុតបានចឹងអីដាក់ស្ងោរជ្រក់ត្រូវហើយនៅពេលដែលយើងស្ងោរជ្រក់បងគ្រឿងចឹងហើយកុំភ្លេចឲ្យសោះជាមួយនឹងអង្ករនេះដាក់ទៅជួយកាត់ក្លិនឆ្អាបហើយធ្វើឲ្យទឹកសម្លរបស់យើងផ្អែមឆ្ងាញ់មិនហត់ប្រើស្ករទេស្ងោរមាន់ដាក់តាមអំបិលប៊ីចេងតិចទៅជាតែបើសិនជាយើងញ៉ាំប៊ីចេងបើស្លអ្នកតែភាសាដាក់តាមអំបិលទេប៉ុណ្្នឹងឯងឆ្ងាញ់ណាស់ប៉ាក៏ធ្វើតែពេលស្ងោរជ្រក់មាន់ម្ដងណាក៏ដោយមិនងាយនឹងកាប់មាន់ទេស្ងោរទៅមូលចេះហើយពេលញ៉ាំចំហែកអូយដាក់ទៅជាតិណាស់មានស្ងោរមួយចានហើយថែមតែប្រភេទបងចេះមួយទៀតមកមហូបមកពេលហ្នឹងពេញលេញហ្មងកតុយហែខុនរសជាតិមួយឆ្ងាញ់បងប្អូនមានថែមគ្រឿងឲ្យដាក់មកឡើងមួយចានហើយត្រីឆ្អើយើងយកត្រីឆ្អើថ្មីមកធ្វើពីសួរសាច់បកងរសជាតិរបស់វាខ្ទិះឈ្ងុយរូបមន្តយើងច្នៃចេញមកពីសភៅបុរាណខ្មែររូបមន្តច្នៃថ្មីបងប្អូនយកទៅញ៉ាំទាំងត្រូវមាត់ដែរមានគ្រឿងខុនជាឈុតនៅផ្ទះបងប្អូនអស់បារម្ភរឿងធ្វើម្ហូបពេលណារវល់ច្រើនរបស់កោះញ៉ាំស្រាប់ក៏មានរៀបតបាយមកបានម្ហូបញ៉ាំបានវីដេអូនេះមុនបងប្អូនសួរច្រើនមែនតើថាចង់ដឹងពីបទពិសោធន៍ដំបូងដែលយើងបើកតុបាយខ្ញុំអាចចែកម្លែកបានតែមិនដឹងថាត្រូវជាមួយនឹងបងប្អូនអរគ្នាអត់ទេបើកដំបូងក៏មានដាំច្រើនដល់$10,000ទេបងប្អូនអើយតែប៉ុន្មានពាន់ហ្នឹងបទពិសោធន៍របស់ខ្ញុំនេះបែបរករាក់ហ្មងបងប្អូនកាត់ដំបូងឡើយខ្ញុំសងកូនតូបមួយនៅមុខផ្ទះសងកូនតូបហើយសល់លុយ$7,000គាត់បវល់$7,000ហ្នឹងទិញបន្លែទិញសាច់អស់បាត់ហើយដល់ពេលស្អែកឡើងយើងយកលុយលក់មកសងមិញហ្នឹងយកមកទិញបន្តទៅធ្វើអញ្ចឹងបន្តរហូតលុយដែលចំណេញសំបានហ្នឹងយើងមកធ្វើកញ្ចក់យើងប្រើពេលរៀងយូរបន្តិចមែនតែយើងអត់មានចាយដើមក្រៅពីហ្នឹងហើយនៅមួយផ្ទះយើងវាអត់ថ្លៃជួលអត់ថ្លៃទេអត់តែថ្លៃភ្លើងថ្លៃទឹកហ្នឹងយកមានដើមសម្រាប់ទប់បងប្អូនមានធ្វើអញ្ចឹងហើយយើងធ្វើម្ហូបលក់បងប្អូនយើងមិនលក់ម្ហូបដែរហ្នឹងទេយើងមានម៉ណុយថ្មីបន្តរហូតដែរព្រោះអ្នកញ៉ាំមកក៏គេចង់បានរសជាតិថ្មីអារម្មណ៍ថ្មីបើយើងមានមួយច្រើនអញ្ចឹងណាបងប្អូនខ្ញុំធ្វើហាងហ្នឹងអាប់ដេតតាមសម័យកាលរហូតដូចជំនាន់ខ្ញុំបើកដំបូងហ្នឹងគេនិយមតែគុជហើយប្រហិតឆឹងបន្តមកទៀតគេនិយមញ៉ាំគោឡើងភ្នំនិងគ្រឿងសមុទ្រក្លុកដល់ឥឡូវនេះខ្ញុំរកខ្លួនឯងឃើញហើយគឺយើងលក់តែបាយម្ហូបកំងសុទ្ធហ្មងវាអញ្ចឹងបងប្អូនតើយើងស្វែងយល់តែខ្លួនឯងយកមើលបដាទៅថាសមត្ថភាពរបស់យើងអាចទទួលបានអតិថិជនគោលដៅបែបណាហើយឥឡូវនេះយើងមានហាងបាយហើយក៏មានលក់ជាប្រភេទគ្រឿងទេសសម្រាប់យកទៅធ្វើម្ហូបដែរងាយស្រួលបងប្អូនបាច់មកដល់តូបខុនក៏មានគ្រឿងទេសចម្អិនម្ហូបបានរសជាតិតូបខុនដែរមានជាឈុតចេះហ្មងស្រួលណាស់បងប្អូនចង់ធ្វើម្ហូបឲ្យញ៉ាំក៏បានដែររបស់ញ៉ាំស្រាប់ក៏មានបងប្អូនយកចាប់ពី$30ឡើងទៅយើងថែមបំរិចឆ្ងាញ់នេះជូនមកដល់ភ្លាម